រដងតាមគេអត់តន់សោះថ្ងៃហ្នឹងអត់តន់ trading ថ្មីដែលគេកំពុងតែល្បីបបរខអង្កាបនេះសម្រាប់ប្រូដែលចេះធ្វើញ៉ាំអាចមើលវីដេអូនេះហើយចេះធ្វើញ៉ាំខ្លួនឯងបានមិនបាច់ចាំតែញ៉ាំដល់ហាងគេក៏បានដែរធ្វើតែញ៉ាំខ្លួនឯងនេះឆ្ងាញ់យុទ្ធនាមិនអស់ទេណាមួយសុវត្ថិភាពផងហើយងាយស្រួលធ្វើណារសជាតិបាញ់មិនចាញ់ហាងបានទេបងប្អូនតាគ្នាកុំឲ្យខាតពេលយើងដាំបបរមុនគេជាមុនសិនចង់ឲ្យដាំបបរទៅឆ្ងាញ់បងប្អូនតាគ្នាត្រូវចេះជ្រើសរើសអង្ករយើងអាចយកអង្ករស្រូវថ្មីក៏បានអង្ករម្លីសែនក្អូបឬមួយក៏ជាអង្កររំដួលក៏បានដែរអង្ករទាំងប្រហែលមុខហ្នឹងយកមកដាំបបរឆ្ងាញ់លេខ1ហើយទី1ដោយសារតែវាក្អូបហើយមួយទៀតវាធ្វើឲ្យទឹកបបររបស់យើងហ្នឹងឡើងខាប់ល្អមែនតែនហើយយើងបបរអង្ករហ្នឹងឲ្យរៀងលួយតិចទៅបានកាន់ទៅជាតិអង្កាបនេះវិញខ្ញុំដាក់ប្រហែលជា7 8ក្បាលកាត់វាជាពីរព្រោះអង្កាបមកតែមកអាហ្នឹងវារៀងទូចដែរគ្រឿងផ្សំរបស់យើងមានអីច្រើនទេមានតែខ្ទឹមសខ្ញីហើយនិងស្លឹកខ្ទឹមខ្ញីនេះយកខ្ញីខ្ចីហើយហាន់វាជាប្រទេសស្ដាងបែបហ្នឹងខ្ញីខ្ចីអញ្ចឹងយកមកធ្វើខអង្កាបឆ្ងាញ់ណាស់ព្រោះពេលដែលយើងញ៉ាំប៉ះប្រទេសខ្ញីទៅវាអត់ហឺខ្លាំងទេខ្ទឹមសក៏ចាំឲ្យម៉ត់ដាក់ចំនួន5កាពឹសខអង្កាបនេះយើងអត់ចំអិនវាយូរទេយើងចំអិនវាត្រឹមតែ10នាទីអីឆ្អិនហើយយូរជាងគេយូរតែនឹងយើងរងាស់បបរឲ្យលួយតែដាំបបរឆ្អិនយើងខអង្កាបតាមផ្លេតបានញ៉ាំហើយដាក់ខ្ទះក្តៅមកចាក់ប្រេងអូលីវចូលបន្តិចចាប់ផ្ដើមបំពងខ្ទឹមសយើងបានកច្រាំមុនហ្នឹងបំពងវាឲ្យឈ្ងុយដាក់លាយជាមួយនឹងគល់ខ្ទឹម3 4 5គល់បងប្អូនទាំងអស់គ្នាភ្លៀង1មេ2មេចឹងមកបានដាក់អំបោខអង្កាប2 3ចានចឹងទៅជាតិខ្លាំងណាស់ខ្ទឹមរបស់យើងឡើងឈ្ងុយហើយយើងចាក់ខ្ញីដែលយើងបានហាន់មុនហ្នឹងចូលទៅទាំងអស់ខ្ញីយើងដាក់2មើមតូចប៉ុន្តែដាក់2ដងដាក់លើកទី1យើងបំពងជាមួយអង្កាបសិនហើយលើកទី2នៅពេលដែលខឆ្អិនយើងដាក់ម្ដងទៀតឆាច្បល់អង្កាបរបស់យើងឲ្យវាឡើងស្រស់ទឹកតិចសិនបងប្អូនទាំងអស់គ្នាយើងលីងអង្កាបមុនអញ្ចឹងដើម្បីកាត់ជាឆ្អាបអង្កាបពេលដែលយើងខទៅក្លិនខរបស់យើងឈ្ងុយតែគ្រឿងរបស់យើងឯងអត់មានក្លិនឆ្អាបអង្កាបអីមិនតិចសោះមើលតែវាបដូរពណ៌ហើយនឹងស្រស់ទឹកតិចហើយយើងដួសវាដាក់មកកូនចានផ្សេងសិនមកហើយក្នុងខ្ទះរបស់យើងហ្នឹងយើងទុកខ្ញីហើយនឹងខ្ទឹមដែលយើងបានបំពងនឹងខ្លះបងប្អូនទាំងគ្នាយើងដាក់កម្ដៅលើភ្លើងវិញមកដាក់ស្ករសចំនួន1ស្លាបព្រាបាយដាក់ស្ករត្នោតខ្មែរខបងប្អូនទាំងគ្នាឈ្ងុយណាយើងកំឡោចវាឲ្យឡើងជើងក្រងមកពណ៌ស្ករត្នោតឡើងដូចមាសឆ្អិនឆ្អៅតែម្ដងហើយក្លិនគេវិញត្រូវជាមួយខ្ញីត្រូវជាមួយខ្ទឹមបំពងចឹងទៅឡើងឈ្ងុយមើលតែវាឡើងល្អយ៉ាងហ្នឹងហើយយើងក៏ចាក់ទឹកស៊ីអ៊ីវចូលមួយខាប់នេះស្មើនឹងកន្លះវែកបងប្អូនទាំងគ្នាទឹកស៊ីអ៊ីវនេះខ្ញុំប្រើទឹកស៊ីអ៊ីវធម្មតាទឹកស៊ីអ៊ីវដែលខ្ញុំយកមកស្លភាគច្រើនខ្ញុំប្រើទឹកស៊ីអ៊ីវណាដែលវាធំក្លិនសណ្តែកសៀងពេលយើងយកទៅធ្វើសម្លផ្សេងវាអត់បែកក្លិនទេបន្តមកទៀតយើងចាក់ទឹកស៊ីអ៊ីវខាប់1ស្លាបព្រាកាហ្វេច្បល់គ្រឿងទាំងអស់ហ្នឹងឲ្យវាឡើងសព្វចូលគ្នាហើយឲ្យឡើងឈ្ងុយបើយើងចាក់អង្កាបដែលយើងបានលីងមុនហ្នឹងចូលទៅទាំងអស់ហើយយើងក៏ចាប់ផ្ដើមកូរវាបន្តទៀតមិនតាន់ឆ្អិនទេបងប្អូនទាំងគ្នាប៉ុន្តែក្លិនខអង្កាបរបស់យើងចាប់ផ្ដើមឈ្ងុយមកបដាហើយមុខនេះក៏យកប្រើពេលយូរដែរយើងខវាទៅផ្លេតឆ្អិនមកដែរដោយសារតែអង្កាបរបស់យើងផុយស្រាប់ហើយណាមួយវាប្រើពេលយូរទេវាងាយស្រួលចម្អិនណាតែកាលណាយើងរងាស់វាយូរពេកក៏ធ្វើឲ្យសាច់អង្កាបនឹងបែកចេញពីគ្នាអស់ដែរអញ្ចឹងបានថាមុខនេះយើងចំណាយពេលលឿនមែនតើរន្ថាយើងខតែអង្កាបឆ្អិនហើយមិនចាំទៅរងាស់វាយូរអីទេកាលពីមុនណាខ្ញុំនិយាយច្បាស់ហើយណាតាំងពីខ្ញុំបញ្ចូលសលេងក្នុងវីដេអូយូរទៅនិយាយតឡាន់បដ ாய் មើលតែខអង្កាបរបស់យើងវាឡើងរៀងខាស់ទឹកហើយឡើងឈ្ងុយខ្លាំងដល់តអិនហើយយើងក៏ចាក់គ្រឿងចូលថែមទៀតដាក់ម្សៅស៊ុបមាន់1ស្លាបព្រាបាយឬបងប្អូនមានគ្រឿងទេសផ្សេងដាក់ទៅតាមចំណង់ចំណូលចិត្តធ្វើម៉េចលៃគ្រឿងឲ្យទៅត្រូវរសជាតិតាមមាត់ដែលយើងចូលចិត្តណាខអង្កាបនេះយើងញ៉ាំមួយអំបិលសអញ្ចឹងរសជាតិរបស់វាយើងដាក់រៀងដិតតិចបងប្អូនទាំងគ្នាដាក់រៀងផ្អែមតែប្រៃជាងយើងដាក់ប្រៃដិតដាក់រសជាតិបែបហ្នឹងមិនយើងញ៉ាំជាមួយអំបិលទៅវាត្រូវរសជាតិគ្នាតែកាលណាបងប្អូនទាំងគ្នាធ្វើខរៀងសាបញ៉ាំមួយអំបិលទៅអត់ឆ្ងាញ់ទេតែពេលយើងយកទៅញ៉ាំជាមួយអំបិលវាមានអារម្មណ៍ថាសាបចុងមាត់ដល់ពេលយើងដាក់ខរៀងរសជាតិរៀងដិតទៅញ៉ាំជាមួយអំបិលទៅវាធ្ងន់ណាយើងរងាស់អង្កែបរបស់យើងឲ្យឆ្អិន 100% សិនមកចន្លោះពេលហ្នឹងយើងលាយម្សៅពោតនេះខ្ញុំដាក់ចំនួន2ស្លាបព្រាហើយលាយទឹកជាងធម្មតាហ្នឹងមកល្មមតែម្សៅពោតនៅវារៀងរាវបងប្អូនទាំងគ្នាកុំលីវាខាប់ពេកណាតែលីវាខាប់ពេកពេលដែលយើងចាក់ចូលខអង្កែបរបស់យើងវាធ្វើឲ្យម្សៅពោតហ្នឹងកកដុំយើងលាយវារាវបែបហ្នឹងមកហើយពេលដែលយើងចាក់វាហ្នឹងក៏យើងបន្ថយភ្លើងហើយកូរវារហូតដែរកុំទុកវាចោលព្រោះអញ្ចឹងបានម្សៅពោតហ្នឹងវាចូលសព្វជាមួយនឹងខយើងវា smooth ស្អាតយើងលាយវារហូតតែវាឡើងខាប់បែបហ្នឹងបងប្អូនទាំងគ្នាកុំខាប់ពេកណាខាប់ដូចដែលរូបភាពនេះមកខាប់ថលល្មមប៉ុណ្ណឹងបន្ទាប់មកមើលតែល្មមដែលយើងចង់បានឲ្យដាក់ប្រេងល្ង 4-10 តំណាក់សម្រាប់អំបិលខអង្កែបនេះអត់មានប្រេងល្ងអត់បានទេណាត្រូវតែដាក់ប្រេងល្ងហើយនឹងខ្ញីផងដែរបានក្លិនរបស់វាដូចយើងបានចូលហាងអញ្ចឹងឈ្ងុយដូចគ្នាអញ្ចឹងចាំបើវាចូលសក់ហើយដាក់ខ្ញី 4-10 ចំណិតទៀតមកហើយស្លឹកខ្ទឹមលាយគ្រឿងវាតែប៉ុណ្្នឹងហើយក្លិននឹងឈ្ងុយមែនតែនញ៉ាំទឹកខនឹងជាមួយនឹងអំបិលក៏ឆ្ងាញ់ដែរបងប្អូនតាគ្នាមិនចាំញ៉ាំសាច់ក៏បានដែរជាតិហ្មង
ពងពុះចឹងផងញ៉ាំថាក្លិនវាកន្លងឈ្ងុយហើយប៉ះចំពេលភ្លៀងហើយចឹងទៀតនិយាយទៅគួរចង់ញ៉ាំមែនតែនហ្មងជាមួយនឹងអាកាសធាតុបែបហ្នឹងណាពេលមេឃភ្លៀងនេះមួយបានញ៉ាំអំបោក្តៅចឹងជាតិណាស់មើលទឹកខឡើងខាប់ល្អណាហើយដាក់ញ៉ាំមួយអំបោដឹងត្រូវគ្នាលេខ1ហើយអំបោក៏ដូចគ្នាដែរពេលដែលវាចង់ផុយឲ្យលួយមើលតែល្មមយើងត្រូវការបងប្អូនគ្នាបងស្លឹកតើចូលមកស្លឹកដូចខ្ញុំបានប្រាប់នៅដើមវីដេអូចឹងបងប្អូនគ្នាត្រូវជ្រើសរើសយកអង្ករស្រូវថ្មីអង្ករផ្កាម្លិះរំដួលឬមួយក៏សែនក្អូបបានធ្វើឲ្យអំបោរបស់យើងឡើងខាប់ល្អពេលដែលអំបោទៅវាស្អិតល្មួតឆ្ងាញ់ហ្មងហើយក្លិនអំបោឡើងក្អូបគួរចាំញ៉ាំហ្មងបើថាមានពេលរងាស់វាឲ្យកាន់តាលួយចឹងទៀតមកអែមណាស់ឥឡូវខអង្កែបហើយនឹងអំបោក៏វាឆ្អិនដំណើរគ្នាដែរលើកមកព្រមគ្នាតែម្ដងហើយហុយទាំងអស់ហ្មងពេលមេឃភ្លៀងចឹងញ៉ាំទៅត្រូវគ្នាមែនតែនយើងរយស្លឹកខ្ទឹមថែមតិចទៀតមកឲ្យកាន់តែឈ្ងុយហើយសល់អង្កែបសល់អីចឹងក៏ដាក់អាំងតែហ្មងតែគ្នាឆ្ងាញ់របស់គេថ្ងៃហ្នឹងជាតិដប់ហ្មងហើយមានអំបោខអង្កែបហើយមានអង្កែបអាំងទៀតឆ្អិនអស់ហើយចាំកាលទៀតយើងដួសដាក់ចានមកញ៉ាំទៅបងប្អូនទាំងគ្នាមកញ៉ាំមួយគ្នាមើលទៅវីដេអូនេះបងប្អូនទាំងគ្នាអាចធ្វើខ្លួនឯងបានហើយមិនបាច់ទៅទិញគេញ៉ាំក៏បានដែរហើយយើងចំណាយលុយតិចវាធូរថ្លៃដូចថាយើងទិញកែបមកតែ1គីឡូយើងធ្វើអំបោបានឡើងមួយឆ្នាំងធ្វើខបានឡើងមួយឆ្នាំងហើយញ៉ាំជាមួយអំបោបានក៏មួយឆ្នាំងដែរវាចំណេញណាមួយវាងាយស្រួលធ្វើវាអត់ចំណាយពេលយូរចឹងយើងធ្វើតែ1ផ្លេតបានញ៉ាំបាត់ហើយថានិយាយរួមទៅឲ្យតែអាសាធ្វើញ៉ាំបានហើយយើងដាក់ខអង្កែបស្រូបជាមួយអំបោចឹងមកណានិយាយថាត្រូវគ្នាហ្មងណាហត់ទៅគ្រូកជាតិមែនតែនសាច់អង្កែបវាចូលជាតិហើយក្លិនរបស់វាវិញឡើងឈ្ងុយយើងធ្វើខអង្កែបរសជាតិយើងដិតចឹងដាក់ញ៉ាំជាមួយអំបោទៅរសជាតិរបស់វាសមល្មមមិនប្រៃពេកព្រោះអីដោយសារតែអំបោយើងសាបស្លែហ្មងយើងស្រូបទឹកខយើងដិតចឹងទៅត្រូវរសជាតិគ្នាហ្មងក្តៅហុយចឹងណាត្រូវជាមួយនឹងអាកាសធាតុត្រជាក់បែបហ្នឹងទៀតអើយអែមខ្លាំងណាស់និយាយមែនខតែបន្តិចណាយើងញ៉ាំឧទាហរណ៍ថាយើងញ៉ាំខមកកូនចានចកោះយើងញ៉ាំបោអស់12ចានដោយសារតែទឹកសឡវាអីយើងស្រូបញ៉ាំទាំងអស់ខមួយឆ្នាំងហ្នឹងយើងហត់ដល់បាតយើងធ្វើខតែមួយឆ្នាំងទូចប៉ុណ្ណឹងណាប៉ុន្តែដល់ពេលបោយើងវិញអស់មួយឆ្នាំងធំមកចំណេញណាចំណេញឲ្យបានរសជាតិឆ្ងាញ់ទៀតហើយញ៉ាំអត់ដឹងឆ្អែតទេញ៉ាំមួយចានហើយមួយចានទៀត3ចានម្នាក់ឯងអាទឹកខនេះនិយាយថាជាតិណាស់ក្លិនវាអីឈ្ងុយល្អមែនតែនអរគុណច្រើនបងប្អូនអ្នកគ្នាតាមដានវីដេអូនេះរហូតដល់ចប់បាយ